នេះគឺជាប្រេងប័រដែលចម្រាញ់ចេញពីផ្លែប័រសុទ្ធតែម្ដងវិធីនេះរៀងពិបាកធ្វើបន្តិចបងប្អូនប៉ុន្តែបើបងប្អូនចង់ចេះធ្វើអាចមើលវីដេអូនេះតាំងពីដើមរហូតដល់ចប់បានពេលដែលចម្រាញ់ហើយឈ្ងុយខ្លាំងមែនតើធំក្លិនដូចក្មួយឃ្មុំអញ្ចឹងដាក់លើស្បែកតាន់តិចឡើងឲ្យលួងព្រិលបងទឹកក៏ទៅទិញផ្លែប័រឲ្យខ្ញុំមួយផ្លែប័រត្រូវតែទុំល្អបានយកទៅធ្វើចេញប្រេងបងយកប័រមកអាំងបែបហ្នឹងអាំងត្រឡប់ទៅត្រឡប់មកមួយសន្ទុះមើលឃើញថារៀងឈ្ងុយហើយពេលហ្នឹងបងប្អូនអាចបិទភ្លើងបានហើយយើងយកមកបកសបកប័រចេញបកបដាឈ្ងុយបដានិយាយទៅពេលដែលយកអាំងអញ្ចឹងឈ្ងុយជាងពេលដែលអត់អាំងឃើញថាបើសិនបានដាក់ទៅដោះគោខាប់ហើយដាក់ទឹកកកមកបន្តិចមិនដឹងឆ្ងាញ់ប៉ុណ្ណាទេផ្លែប័រសម្បូរទៅដោយសារធាតុចិញ្ចឹមនិងវីតាមីនជាច្រើនមុខដែលពិតជាជំនួយដល់សុខភាពយើងហើយនិងសម្រស់ខាងក្រៅបានយ៉ាងពិតប្រាកដបកប័រដាក់ចូលក្នុងឆ្នាំងខ្ទះធ្វើយ៉ាងណាបងប្អូនប៉នប័រឲ្យវល់ល្អកាលណាប៉នប័រអត់វល់ល្អចម្រាញ់ក៏អត់ចេញប្រេងល្អដែរសឹងថាមិនចេញតែម្ដងសម្រាប់ការប៉នប័របងប្អូនយកសមណាកុំយកស្លាបព្រាទៅព្រោះខ្ញុំច្រឡំប៉នស្លាបព្រាទៅពេលបងទឹកគាត់ថាអូនណាយកសមបានម៉ត់ល្អមានអីឆ្លាតគួរសមដែរតាខ្ញុំមិនរនឹកមិនឃើញប៉នសមអញ្ចឹងមកអូនតាគ្នាវាបាច់វល់ល្អណាហើយយកមកដាក់នៅលើភ្លើងរងាស់យូរដែរហ្នឹងបងប្អូនអើយមុននឹងចូលដល់វីដេអូតទៀតខ្ញុំសូមបង្ហាញបន្តិចសម្រាប់ស្បែកមុខខ្ញុំពីមុនមកខ្ញុំម្នាក់ដែលធ្លាប់ជួបគ្រប់បញ្ហាទាំងអស់មុនស្នាមជាំអាចរយស្ងួតជួបគ្រប់បញ្ហាស្បែកមុខទាំងអស់ហើយខ្ញុំចូលចិត្តប្រើរបស់ធម្មជាតិដូច្នេះហើយទើបធ្វើឲ្យខ្ញុំតែងតែយកគ្រឿងផ្សំធម្មជាតិយកមកសាកល្បងសាកប្រើដោយខ្លួនឯងបានផងទទួលបានស្បែកមុខស្អាតទើបហ៊ានចែកចាយទៅដល់បងប្អូនទាំងអស់គ្នាហើយដោយសារវីតាមីនចម្រុះនេះនៅជាមួយខ្ញុំច្រើនឆ្នាំហើយជាផលិតផលដែលលាបឲ្យធ្វើឲ្យស្បែកមុខតឹងភ្លឺថ្លាម៉ត់អលងជួយរួចការលាបលេឲ្យមានសុខភាពកាន់តែខ្ពស់ពេលព្រឹកឡើងខ្ញុំលាបសេរ៉ូវីតាមីនចម្រុះខ្ញុំលាប collagen cream ជួយផ្ដល់សំណើមមុខជួយផ្ដល់ collagen ដល់ស្បែកមុខធ្វើឲ្យស្បែកមុខក្មេងស្ទើរទី3ខ្ញុំលាបជាមួយនឹងលេការពារកម្ដៅថ្ងៃអូភ្លេចប្រាប់ជប់ឡើងខ្ញុំលាបសេរ៉ូបដោះកោសិកាហើយនិង collagen cream ពេលយប់ខ្ញុំលាបតែ2មុខទេប៉ុន្តែពេលថ្ងៃខ្ញុំលាប3មុខចូលគ្នាបើទោះជាខ្ញុំចង់ make up អីតិចតួចពីលើមកក៏ធ្វើ make up ខ្ញុំជាប់បានយូរចូលល្អដែរលេការពារកម្ដៅថ្ងៃមាន UV ការពារខ្ពស់លាបភ្លាមមុខចាំងគីឡូភ្លាមដល់សំណើមអត់ធ្វើឲ្យស្ទះរញញើសអត់ធ្វើឲ្យមុខស្ងួតទេខ្ញុំពិតជាសប្បាយចិត្តដែលខ្ញុំមានផលិតផលនៅក្នុងដៃដែលមានគុណភាពស្អាតទាំងខ្លួនឯងស្អាតទាំងបងប្អូនដែលបានប្រើប្រាស់ផ្ទាល់ដាក់នៅលើភ្លើងតបនឹងស្ងួតជាតិទឹកអស់នៅសល់ស្តៀងកមួនណាបងប្អូនបានអាចយកទៅពុះយកប្រេងបានហើយដោយសារតែងាកមិញហ្នឹងឡើងក្តៅស្អុះមែនតែនមកមេសតុំឲ្យឡើងហប់ខ្ចោយូរមែនតែនព្រោះដោយសារតែប័រយើងត្រូវការកូររហូតហ្មងការពារកុំឲ្យខ្លោចតែខ្លោចហើយគឺខូចការអស់លេងហ្មងតាំងពីប័រចិត្តកន្លះឆ្នាំទេរហូតនៅសល់ប្រហែលជាប៉ុនក្តាប់ទៅមួយដៃតូចទេបងប្អូនបន្ទាប់ពីការឈរកោប័រអស់រយៈពេលប្រហែលជា1ម៉ោងបើកភ្លើងតិចបំផុតយកមកដាក់ចូលកណាត់មួយយកមកច្បាច់គៀបយកប្រេងកណាត់សអត់មានអញ្ចឹងហើយដាក់កណាត់ច្បាច់ទឹកបល័យលើកមុនទៅបងប្អូនអើយឆិនឆាយសិនទៅអូខេអញ្ចឹងប្រេងទទួលបានផលប៉ុណ្ណឹងបងប្អូនដោយសារតែវាមើលទៅអត់សូវថ្លាល្អខ្ញុំយកទៅកម្ដៅនៅលើភ្លើងដាក់ជាមួយនឹងទឹកបងប្អូនដូចចំហុយប្រហុកអញ្ចឹងយើងដាក់ទឹកខាងក្រោមយើងដាក់ប្រេងនឹងពីលើមកដើម្បីឲ្យវាបានថ្លាកាន់តែល្អតែពេលនឹងអត់បានថតបងប្អូននៅបញ្ញាពេកឆ្លៀតមហាសែនឆ្លៀតអីឃើញថាបានតែប៉ុណ្ណឹងទេបងប្អូនបើមួយផ្លែឡើងប៉ុណ្ណាណីបានប្រហែលជាអត់ដល់5 ml ទេបងប្អូនប្រហែលជា3 4 ml អីហ្នឹងអញ្ចឹងបើបងប្អូនទាំងអស់គ្នាគិតថាអូយបើឡើងមកកណោបានប្រេងតែប៉ុណ្ណឹងបងប្អូនអាចជ្រើសរើសយកវិធីលាយជាមួយនឹងប្រេងដូងឬក៏អូលីវបានវិធីលាយជាមួយនឹងប្រេងដូងហ្នឹងខ្ញុំបានចែកម្លែកវគ្គមុនហើយបងប្អូនអាចចូលមើលវីដេអូចាប់របស់ខ្ញុំបានសម្រាប់ខ្ញុំហ្មងខ្ញុំជ្រើសរើសលាយជាមួយនឹងប្រេងដូងឬក៏អូលីវឯងបងប្អូនដោយសារតែងាយស្រួលទទួលបានផលអត់ចំណាយពេលយូរហើយទទួលបានវីតាមីនដូចគ្នាហើយយើងបានវីតាមីនប្រេងដូងលាយជាមួយគ្នាទៀតកាន់តែល្អតែនេះបើសិនជាបងប្អូនគិតថាចង់បានពពួកប្រេងប័រសុទ្ធបងប្អូនអាចធ្វើតាមវីដេអូរបស់ខ្ញុំបានវីដេអូនេះមានតែប៉ុណ្្នឹងទេអរគុណបងប្អូន